ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្ងោរឆ្អឹងជ្រូកជាមួយសាច់ជ្រូកហ្នឹងលាយជាមួយស្លឹកបាសហើយនឹងនេះជាមួយសារាយខ្មៅបងប្អូនចាសាច់ជ្រូកយើងច្រាបមកយើងមានឆ្អឹងជ្រូកយ៉ាងតិចមកយើងមានបកាក្រៀមមឹកក្រៀមហើយនឹងស្លឹកខ្ទឹមហើយនឹងមើមខ្ទឹមសបងប្អូនចាឥឡូវនេះយើងនឹងចាប់ដើមស្ងោរទាំងអស់គ្នាបងប្អូនមានគ្រឿងមានបន្ថែមទៀតមានទឹកត្រីស្ករប៊ីចេងហើយនឹងម្រេចចាឥឡូវយើងចាប់ដើមស្លហើយចាឥឡូវទឹកស្លរបស់យើងបានពុះហើយឥឡូវយើងដាក់ឆ្អឹងជ្រូកចូលបងប្អូនសាច់យើងដាក់ចូលដែរមកហើយប៊ីយូហ៊ឺដាក់ចូលទាំងមកបងប្អូនខ្ទឹមសហ្នឹងក៏ដាក់អញ្ចឹងមកទឹកស្លយើងពុះហើយយើងបង់ទឹកត្រីចូលប៊ីចេងស្ករយើងដាក់អំបិលតិចមកស្រាយបងប្អូនហើយដាក់ឡងមកចាឥឡូវយើងបន្ថយភ្លើងតិចហ្នឹងបងប្អូនយើងបន្ថយចឹងមកយើងបង់ស្លឹកខ្ទឹមហើយនឹងម្រេច